សួស្តីអ្នកទាំងអស់គ្នាចឹងថ្ងៃហ្នឹងខ្ញុំមានមេរៀនថ្មីមកចែករំលែកឲ្យគ្នាយើងហើយខ្ញុំនឹងបង្រៀនគ្នាយើងធ្វើ slide បែបនេះនៅក្នុងកម្មវិធី PowerPoint ទាំងអស់គ្នាចឹងជាដំបូងយើងចូលទៅកាន់ Save យើងយក Save វងមូលមួយហើយយើងចុច Save ហើយយើងគូជារូបវងមូលមួយមកគ្នាយើងតទៅពីនឹងហើយយើង duplicate យើងចុច Shift បូក Alt មកយើងចាប់ទាញវាហើយយើងបរួមទៅលើ Save នឹងឲ្យតូចមកSave វងមូលនៅតូចគ្នាហើយយើងយកវាទៅដាក់ឲ្យចំកណ្ដាលហើយយើងចុច Shift ចាប់ទាញពង្រីកទៅលើរង្វង់នឹងដើម្បីយើងសេរីវាឲ្យចំកណ្ដាលមកគ្នាយើងណានៅពេលដែលយើងសេរីវាចំកណ្ដាលហើយយើងចាប់ផ្ដើមយក Save មួយទៀតមកយើងចាប់ផ្ដើមគូវាគូ Save មួយវែងមកគ្នាយើងបន្ទាប់មកយើងយកអា Save វែងហ្នឹងយើងយកមកដាក់កណ្ដាលមកហើយយើងចាប់ផ្ដើម duplicate វាយើងចុចSave បូក Alt មកហើយចាប់ទាញមកបានតែគ្នាណាយើងអានេះយើងដាក់វាផ្ដេកមកចឹងអា Save ហ្នឹងអា Save មួយទៀតយើងដាក់វាផ្ដេកឲ្យវាខ្វែងគ្នាមកគ្នាយើងបន្ទាប់ពីនឹងមកហើយយើងចាប់ផ្ដើមដូរពណ៌វាមកកុំឲ្យវាច្រឡំគ្នាយើងដូរពណ៌ទៀតទៅដល់ពេលដែលយើងដូរពណ៌ហើយគឺយើងចាប់ផ្ដើម select យើងយកម៉ៅរបស់យើងណាគ្នាយើងណាយើងយកម៉ៅយើងគូមកឲ្យវា select ទាំងអស់តើមកយើងយកទៅកាន់ save format ហើយយើងយកពាក្យថា merge save ហើយយើងយកពាក្យថា fragment មកដល់ពេលដែលយើងចុចពាក្យថា fragment ហើយគឺយើងចាប់ផ្ដើមលុបទៅលើ save នៅក្នុងហ្នឹងគ្នាយើងកាត់កន្លែង fragment ហ្នឹងគឺយើងកាត់ save ណាយើងលុបមកយើងលុបវាមួយទៅតាម save ហ្នឹងមកលុបវាឲ្យស្អាតមកគ្នាយើងណានៅពេលដែលយើងលុបវាហើយយើងចាប់ផ្ដើមគ្រប់select វាមកគ្នាយើង select វាហើយយើងចាប់ផ្ដើមដូរពណ៌មកខ្ញុំដាក់ពណ៌ទឹកសមុទ្រនេះនៅពេលដែលខ្ញុំដាក់ពណ៌ទឹកសមុទ្រហើយខ្ញុំចាប់ទាញវាមកចំហៀងមកគ្នាយើងណាយើងគ្រប់វាមួយសិនដើម្បីស្រួលព្រិចព្រមតោះមកយើងចាប់ផ្ដើមចុច Shift ហើយយើងព្រិចវងនឹងឲ្យវារាងធំតិចមកនេះនឹងធំជ្រុលហើយខ្ញុំព្រមវាបន្តិចវិញហើយយើងយកឲ្យដាក់ចំពាក់កណ្ដាលនៃกระดาษនឹងមកគ្នាយើងណានៃ slide របស់យើងនឹងមកតើមកយើងចាប់ផ្ដើម ungroup វាវិញចុច mouse ស្ដាំហើយយកពាក្យថា ungroup មកដល់ពេលដែលយើង ungroup វាហើយគឺយើងចុចទៅលើ slide ទី1យើងយកពាក្យថា icon មកយើងទៅ add icon ទៅលើហ្នឹងណាចឹងយើងយក icon ហ្នឹងតតែយើងមាន internet បានយើងអាច upload icon នឹងចូលបានអញ្ចឹងយើងរើស icon របស់យើងមកខ្ញុំយករូបនេះមួយយករូបរាងក្រាបនឹងមួយយករូបនៅមួយហើយយកកាបូបលុយមួយកាបូបលុយកាបូបធ្វើការគ្នាយើងអធិស្ឋានអញ្ចឹងនៅពេលដែលយើងបាន icon ទាំងអស់ហ្នឹងហើយគឺយើងយកទៅដាក់នៅក្នុងវងនឹងទាំងអស់អញ្ចឹងយើងយកអានឹងមកដាក់មួយមកយើងដាក់វាឲ្យចំនៅក្នុងនឹងមកគ្នាយើងទៅពេលដែលយើងដាក់អានឹងហើយនេះគឺយើងចាប់ផ្ដើមទៅដូរពណ៌យើងដាក់ពណ៌សមកយើងដាក់ពណ៌សមកហើយអាហ្នឹងយើងដូរដាក់អានេះមកគ្នាយើងនិយាយរួមនៅក្នុង icon ហ្នឹងគឺយើងរើសយកពណ៌សមកធ្វើម៉េចឲ្យវាមើលទៅពណ៌សវាលេចជាមួយពណ៌ផ្សេងទៀតណាគ្នាយើងណាយើងដាក់មកបន្ទាប់ពីយើងដូរពណ៌ icon រួចហើយយើងចាប់ផ្ដើមដូរពណ៌ shape ម្ដងអា shape កាត់ដែលយើងកាត់រួចហ្នឹងខ្ញុំដាក់យកពណ៌ក្រហមហើយអាមក shape មួយទៀតខ្ញុំយកពណ៌រាងបៃតងហើយមួយទៀតខ្ញុំយកពណ៌រាងស្វាយគ្នាយើងណាអញ្ចឹងអាពណ៌ហ្នឹងគ្នាយើងដាក់មិនក៏បានដែរអាស្រ័យលើគ្នាយើងចង់ដែរតោះខ្ញុំចាប់ផ្ដើម select វាហើយខ្ញុំដោះoutline ចេញកុំឲ្យវាឃើញពណ៌ញ៉ៃញ៉ៃចឹងនៅពេលដែលយើងដោះ outline ចេញហើយយើងចាប់ផ្ដើម select វាមកហើយយើងសេរីទៅលើអាវងនឹងឲ្យចំកណ្ដាលមកគ្នាយើងណានិយាយរួមនៅពេលដែលយើងធ្វើអញ្ចឹងបានហើយយើងចាប់ផ្ដើមគូ shape មួយទៀតគ្នាដើម្បីដាក់អក្សរយើងគូ shape មកហើយយើងសេរីទៅលើជ្រុងវាយើងកុំដាក់កោងពេកយើងដាក់ជ្រុងកោងតាមម៉ោបានឲ្យគ្នាអានេះយើងសេរីវាចិត្តដាក់ខិតក្រោមតិចមក
Chứng mơ tới mơ tam ca cô khi dừng mình là sai ta khi dừng trai thua được nhung đấy ọt thì vì sai từ lời phiệp cái tiêu bao giờ này chẳng dừng đỏ mà dừng đã giờ nó bổ số hay dừng vô đã sẹp dừng đã sẽ đấu khi dừng đã sẽ đấu ở số màu mà đó sẽ đấu mà vì cả bên cho em trâu từ can sẽ đấu hay vô biệt ha account nâng máu hay transference cứ nhung là định máu cái gì hay sai dừng là tích chạy là tích máu hay cái lạnh blur chân chạy vô blur nâng máu rồi cái lạnh sai cũng đã thông biết rồi tính má dân mơ ai về mà đang bọc phó ai xe po so bây giờ nó việc mơ tới về đang bọc phó sát cái này nữa nhưng gặp đã về trôi vết tập bây giờ thua bạn đừng hái cứ dân chập làm vô thay bóc đâm bay cứu trong ca ta xe sò hay dùng chặt má hay dùng vài biệt lồ rắm bật lồng chó vô bay biệt 4 bật lồng chó chạy inter má vì năng tranh sò năng ở cái giờ này năng chia code សម្រាប់ generate អក្សរ auto គ្នាយ៉ាងណាដល់ពេលយើងធ្វើបែបហ្នឹងហើយគឺយើងចាប់ផ្ដើមស្រេទៅលើអក្សររបស់យើងមកយើងដូរ font ឲ្យស្អាតមកគ្នាយើងភាគច្រើនយើងរើសយក font Times New Roman យើងវាយមក Times New Roman អាហ្នឹងគឺជា font ផ្លូវការដែលគេប្រើណាមិនថាធ្វើ assignment អីទេភាគច្រើនយើងជ្រើសរើសយក font Times New Roman ហើយយើងលុប space វាតិចមកចឹងអាកន្លែងហ្នឹងគឺអាស្រ័យលើគ្នាយើងនេះ design ទេគ្នាយើងអក្សរហ្នឹងគ្នាយើងចង់ដាក់អីក៏បានដែរអានេះខ្ញុំគ្រាន់តែធ្វើជាឧទាហរណ៍ឲ្យគ្នាយើងទេហើយអានេះយើងដាក់ចំណងជើងហើយតែពេលដែលយើងដាក់ចំណងជើងហើយយើងចុច mouse ស្ដាំហើយយកពាក្យថា duplicate មកហើយយើងចាប់ផ្ដើមពវល់វាយើងពវល់នឹងឲ្យជាប់អាកន្លែង shape ពណ៌ទឹកសមុទ្រហ្នឹងឲ្យជាប់ហ្នឹងហើយយើងដាក់យើងពវល់ទៅលើ icon ណាគ្នាយើងណាយើងពវល់លើ icon ឲ្យវាត្រង់វិញមកដោយសារពេលយើងពវល់ទៅ icon វារៀងវាអញ្ចឹងយើងពវល់ icon មកយើងពវល់ icon ឲ្យត្រូវវិញមកបានហើយចឹងយើងពវល់ទាំងអស់អាហ្នឹង duplicate ហើយយើងពវល់ម្ដងមួយវាត្រង់វិញហើយនេះយើងតន់ណាចានេះយើងដូរចំណងជើងមកខ្ញុំគ្រាន់តែឧទាហរណ៍ឲ្យគ្នាយើងទេតាមតថភាពពិតជាក់ស្ដែងគ្នាយើងចង់ដាក់ចំណងជើងអីឬដូរអក្សរអីអាស្រ័យលើគ្នាយើងទេនៅពេលដែលយើងធ្វើហើយយើង duplicate មួយទៀតមក mouse ស្ដាំយកពាក្យ duplicate មួយទៀតមកហើយយើងធ្វើដូចគ្នាដដែលគ្នាយើងណាយើងពវល់វាមកទៀតមកយើងពវល់វាហើយយើងសេរី icon ឲ្យវាត្រូវវិញមកយើង click យើងចុច click មក2ដងដើម្បី select ទៅicon ខាងក្នុងហ្នឹងគ្នាយើងណាយើងពវល់សេរីទាញអញ្ចឹងណាឲ្យវាត្រង់វិញពេលយើងពវល់ទៅវា icon វាដេកអញ្ចឹងយើងពវល់ឲ្យវាត្រង់វិញមកដាក់ឲ្យវាត្រង់ពវល់កុំឲ្យមើលទៅវាលក្ខណៈថាវាជាប់វាដេកមកទៅវាស្អាត icon ណាហើយអានេះយើងដូរចំណងជើងដែរមកនិយាយរួមអានេះគ្រាន់តែឧទាហរណ៍ទេហើយគ្នាយើងអាចយកទៅ create បន្ថែមទៀតខ្ញុំអត់ចង់ឲ្យគ្នាយើងធ្វើដូចតែខ្ញុំសុទ្ធទេខ្ញុំចង់ឲ្យគ្នាយើង create បន្ថែមទៀតអានេះយើង duplicate ទៀតមកយើងធ្វើដដែលទេគ្នាយើងហើយយើងពវល់អា shape ហ្នឹងពវល់ icon ហ្នឹងមកហើយយើងនោះពវល់ icon ហ្នឹងធ្វើម៉េចឲ្យវាត្រង់វិញទាំង4មកគ្នាយើង duplicate 4ដងយើងពវល់ icon ឲ្យត្រូវទាំង4ដងមកគ្នាយើងគ្នាយើងបន្ទាប់ពីយើងពវល់ icon រួចហើយយើងចាប់ផ្ដើមមកដាក់ animation ទៅលើអក្សរម្ដងអញ្ចឹងយើងចុច select ចុច shift បុកទៅលើអក្សរមកហើយយើងចូល animation យើងចុច web មកហើយយើងយក effect option នោះយើងយកចេញពីណាសញ្ញាព្រួយនេះខ្ញុំចង់ចេញពីស្ដាំ left right អញ្ចឹងចេញពីស្ដាំហើយយើងចុចអាកន្លែង start នោះយើងយកពាក្យថា start with previous មកបន្ទាប់ពីយើងធ្វើ slide ទី1ហើយអក្សរនៅ slide ទី2ក៏យើងធ្វើដូចគ្នាដែរយើងយកពាក្យថា web នឹងមកហើយយើងយក option ហើយយើងយកទៅ from left យើងយកអាពាក្យហ្នឹងមកហើយចុចពាក្យថា start with previous ហ្នឹងមកហើយ slide ទី3ក៏ដូចគ្នាដែរទៅលើអក្សរណាយើងចុចដាក់ animation ហ្នឹងទៅដែរហើយយើងយក from left ហ្នឹងមកហើយ complete ចុចពាក្យថា start with previous ហ្នឹងគឺ
ទោះបីយើងលក្ខណៈថាយើងប្រើវាដោយយើងអត់ចុចទៅលើ mouse គ្នាយើងវាចេញអូតូគ្រាន់តែយើងសូភ្លាមគឺវាចេញអូតូហ្មងយើងមិនបាច់ចាប់យកអាទី1 on click ហ្នឹងតើយើងចុចទៅលើ key ឬក៏បញ្ជាទៅលើ slide បានវា load ចេញ animation ហ្នឹងមកតោះណាអញ្ចឹងយើងចុច select វាទាំងអស់មកហើយយើងយកពាក្យមកគ្នាយើងណាហើយយើងចាប់ផ្ដើមសូមើលវាចេញមិនយ៉ាអញ្ចឹងវីដេអូរបស់យើងមានតែប៉ុណ្្នឹងឯងអរគុណច្រើនគ្នាយើងសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយ